Bácជំរាបសួរលោកគ្រូថ្ងៃហ្នឹងខ្ញុំមកបង្ហាញពីការenable RSA ហើយនឹង open install RSA server ឥឡូវខ្ញុំធ្វើការ update sudo apt update ហ្នឹងវាចាំវាឲ្យ update ទូទៅសិនចឹងបន្ទាប់មកគឺ update រួចរាល់ខ្ញុំវាយ command upgrade ម្ដងគឺ apt list upgrade upgradable ចឹងគឺ update ហើយខ្ញុំវាយ command sudo install open RSA server ចឹងខ្ញុំវាយ open RSA server ហើយ enter ចឹងវាធ្វើការ install ចូលរកចាំមកវាហើយចឹងរួចរាល់ហើយសូមឲ្យខ្ញុំវាយ command sudo system ctl ហ្នឹងគឺ system control enable flash now ចឹងបន្ទាប់មកគឺខ្ញុំវាយ command sudo status system control status ដើម្បីឆែកមើលRSA អូខេចឹងគឺវាចេញមកហើយគឺវា active កន្លែងinternet យើងចឹងបន្តមកគឺយើងវាយ command sudo usw or ចឹងធ្វើការវាយ password គឺយើងវាយម្ដងទៀតគេចឹងចេញមកហើយចឹងខ្ញុំធ្វើការវាយ command sudo ដែរហើយusw all RSA ចឹងខ្ញុំធ្វើការវាយ command មួយទៀតគឺ sudo swusw allow RSA ចឹងគឺចេញមកហើយចឹងគឺយើងវាយ IP A គឺធ្វើใช้ address ចាំតមកគឺខ្ញុំធ្វើការបើក new terminal មួយទៀតចឹងគឺខ្ញុំធ្វើការទាញ terminal ឲ្យវា face screen ដើម្បីវាស្រួលមើលហើយចឹងខ្ញុំធ្វើការវាយ command ping ហើយខ្ញុំឆែកមើល address ដែលខ្ញុំវាយ IP មិញហ្នឹងចឹងខ្ញុំធ្វើការវាយ IP ហ្នឹង10.0.2 ចឹងគឺវាធ្វើការ pin ដែរគេឲ្យវាដែរយកចង់ដែរវាដែរតែយូរទីសិនទៅអូខេអញ្ចឹងខ្ញុំធ្វើការ control N ដើម្បីផ្នែកវាអញ្ចឹងធ្វើការវាយ RSA user ខ្ញុំឈ្មោះជា personal
ហើយដាក់ add ហើយខ្ញុំធ្វើការវាយ IP ចូល 10.0.2.15 ទីនេះការវាយ yes ហើយខ្ញុំគឺការវាយ password អូខេអញ្ចឹងរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការវាយ who am I comment who am I គឺចេញ user អូខេអញ្ចឹងចេញ user ឈ្មោះខ្ញុំហើយវាយ host name អូខេអញ្ចឹងការងារខ្ញុំគឺបានធ្វើរួចរាល់លោកគ្រូ